សួស្តីបងប្អូនអតិថិជន Kembo Computer ទាំងអស់គ្នាហើយនេះគឺជាសកម្មភាពផ្លាស់ប្ដូរអេក្រង់ទូរស័ព្ទដៃម៉ាក Vivo Y03 តែមានបញ្ហាបែកអេក្រង់ណាត្រូវផ្លាស់ប្ដូរថ្មីហ្មងនេះឃើញអត់បងប្អូនឃើញដាច់ឡើងខ្ទេចហ្មងណាហើយអានេះគឺជាកញ្ចក់ថ្មីរបស់អា Y03 ហ្នឹង Vivo Y03 ហ្នឹងតោះបងប្អូនឥឡូវចាប់ដើមមើលនឹងការមូខ្ចៅមូអីចាប់ដើមរបៀបដោះអញ្ចឹងណាមុនដំបូងហ្នឹងខ្លំកម្ដៅដើម្បីដោយសារតែខាងក្រោយនោះវាបិទកាយក៏មករៀងកាយវារៀងទន់បន្តិចហើយចាប់ផ្ដើមយកបៀមកកោសយកហ្មងគាស់យកហ្មងនេះឃើញអត់ហើយចាប់ផ្ដើមយកទល់វិញមកចាប់ផ្ដើមមកខ្ចៅហើយខ្ចៅច្រើនទៀតទេទូរស័ព្ទតូចមានប៉ុន្តែខ្ចៅច្រើនទាំងលើផងក្រោមផងហើយអានេះវីដេអូនេះខ្ញុំដាក់ឲ្យវារឿងលឿនតិចដោយសារបើសិនជាយើងដាក់វាតាមលំដាប់លំដោយនោះអត់កាត់ហ្នឹងគឺថាកន្លះម៉ោងទៅ1ម៉ោងបានហើយអញ្ចឹងខ្ញុំសង្ខេបខ្លីៗដែរទេអានេះវីដេអូពេញហ្នឹងខ្ទង់ល្បាក់តាម6នាទីប្រអប់ដាក់ខ្ចៅខ្លាចតាដាក់ញ៉ៃញ៉ៃហ្នឹងគឺបាត់ខ្ទេចហ្មងនេះចាប់ដើមមើលហើយចាប់ដើមដកអស់ហើយអានេះស្ទះខាងក្រោយនឹងអញ្ចឹងសោះចាប់ដើមកោះថ្មចេញមកនេះកញ្ចក់អានេះខ្សែកញ្ចក់អេក្រង់ហ្នឹងនេះឃើញអត់ខ្ញុំមើលឡើងដាច់ខ្ទេចហ្មងហើយនេះចាប់ដើមកាវនៅខាងមុខកាវខាងមុខឥឡូវយើងចាប់ដើមកំពុងសម្អាតមើលហើយចាប់ដើមសម្អាតយកហ្មងតែកន្លែងហ្នឹងពេលខ្លះគឺកាត់ខ្លះអញ្ចឹងណាសម្អាតហើយវីដេអូរឿងលឿនតិចហើយសិតតែដីកន្លែងខ្លះចាប់ដើមគិបខ្សែដើម្បីធ្វើតេស្តអេក្រង់ថាអេក្រង់ថ្មីហ្នឹងវាដើរស្រួលឬក៏មិនស្រួលអីអញ្ចឹងចាប់ដើមបើកហើយអត់កើតអស់ថ្មហើយចាប់ដើមសាកតិចសិនសាកមកស្ទុះសិននេះនៅពេលដែលចាប់ដើមសាកដំណើរការអូខេអេក្រង់អូខេហើយក៏ចាប់ដើមដាក់កាវដាក់អីចូលកន្លែងហ្នឹងហើយសុំកាត់កន្លែងហ្នឹងកាត់នេះចាប់ដើមគិបខ្សែចូលហើយសម្រាប់ហើយក៏ដាក់ថ្មចូលទៅមុននឹងដាក់ថ្មហ្នឹងគឺមើលខ្សែអេក្រង់ហ្នឹងឲ្យវាត្រឹមត្រូវមែនតើហើយនេះខ្ញុំបានសម្អាត clean កុំឲ្យមានកតិចធូលីដីនៅជាប់កាមេរ៉ាអញ្ចឹងណាចាប់ដើមដាក់ស្ទះខាងក្រោយស្ទះហើយស្ទះខាងក្រោយក៏ clean កាវដែរក៏វាមានកាវដែរតែខ្ញុំកាត់ចោលកន្លែងហ្នឹង clean អស់ហើយចាប់ដើមមើលខ្ចៅធំជាងគេរឿងមូខ្ចៅហ្នឹងហ្មងច្រើនហ្មង
នេះចាប់ផ្ដើមដាក់កាវបិទអាសន្ទះខាងក្រោយហ៎អាពេលវីដេអូដំបូងដែលថាខ្ញុំផ្លុំយកម៉ាស៊ីនផ្លុំសក់ផ្លុំហ្នឹងឥឡូវយើងដាក់កាវកន្លែងហ្នឹងមកដើម្បីបិទសន្ទះខាងក្រោយហ្នឹងទៀតហើយវីដេអូហ្នឹងក៏ចង់បញ្ចប់ដែរដល់ហើយហើយហើយសម្រាប់អស់ហើយក៏ចាប់ផ្ដើមយកកស៊ូមកចងដើម្បីឲ្យកាវហ្នឹងវាស្អិតជាប់នឹងកញ្ចក់អេក្រង់កុំឲ្យវាហើរពេកអញ្ចឹងហ្នឹងហើយរួចរាល់ហើយសម្រាប់វីដេអូហ្នឹងហើយតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយកុំព្យូទ័រខាងសេវាកម្មខាងយើងខ្ញុំផងណាអរគុណច្រើន